ប្រែតម្ដាយឈរឲ្យត្រឹងស្ដាប់ធម៌ស្រាប់តែកូនពៅនោះវាស្រែកយំឡើងថាម៉ែឯងនៅឈរថ្មឹងធ្វើអីកូនឃ្លានណាស់ទៅរកអីហូបម៉ែបញ្យល់ថាកូនឲ្យម៉ែស្ដាប់ធម៌សិនកូនឯងដឹងទេយើងកាលនៅជាមនុស្សមានទ្រព្យសម្បត្តិនឹងគេដែរឥឡូវយើងស្លាប់មកចោលទ្រព្យសម្បត្តិយើងអស់មកកើតក្នុងកំណើតអត់ចំណីអាហារនេះព្រោះតែយើងកាលនៅជាមនុស្សនឹងយើងមិនដែលស្ដាប់ធម៌បានជាយើងមិនយល់បុណ្យមិនយល់បាបមិនចេះពិធីធ្វើឲ្យសុខឥឡូវគេទៅកើតមនុស្សវិញលាន់អត់តែយើងមកកើតក្នុងកំណើតអត់បាយហ្នឹងមកពីយើងមិនដែលបានស្ដាប់ធម៌ស្ដាប់អាងគេឥឡូវបើសិនជាយើងអត់បាយពេលហ្នឹងហើយកូនឯងទ្រាំសិនទៅឲ្យម៉ែស្ដាប់ធម៌សិនទៅកុំឲ្យអនាគតទៅយើងអត់បាយទៀតកូនបងលឺអញ្ចឹងក៏ជួយលួងប្អូនថាអូនឯងកុំយំណាឲ្យម៉ែគាត់ស្ដាប់ធម៌សិនទៅបានប្អូននឹងនៅឈរថ្មឹងពពុតក៏ទ្រង់សម្ដែងធម៌ឲ្យប្រែតនឹងបានស្ដាប់រហូតសម្រេចដល់សោតាចេញផុតពីនឹងទៅក៏បានចំណីអាហារនេះរឿងព្រឹត្តិការណ៍ផ្ទាល់ដែលព្រះអង្គគង់នៅក្នុងវត្តចិត្តពុនផងអញ្ចឹងប្រគុណជាអង្គម្ចាស់រឿងថាមកហ្នឹងគឺពួកហ្នឹងដែលដើររកចំណីអាហារអ្នកខ្លះឃ្លានពេកនឹកឃើញទ្របអញខំរកទទួលទានបាននៅលើដៃកូនទាំងអស់អានេះប្រៀបដូចថាម៉ែទៅផ្សារអត់បានយកលុយទៅកូនចៅត្រូវផ្ញើលុយកាក់ទៅឲ្យគាត់ម៉ែទៅភ្ជួរស្រែចំការអត់បានដាំបាយទៅយើងត្រូវដាំបាយទៅឲ្យគាត់រីឯអ្នកស្លាប់ទៅគាត់អត់បានវិចយកមាសពេជ្រទៅទេគាត់មានតែបនជាប់ខ្លួនបានធ្វើមកប្រមាណបានតែប៉ុណ្ណឹងបើបននឹងក្រាស់ក្រែលអាចទៅកើតជាមនុស្សទេវតាបានក៏បានហើយបើបននឹងមិនទាន់គ្រប់ទេនៅតែលតោរងចាំកូនអ្នកខ្លះរត់មករកកូនហ្មងមានពីសម័យពុទ្ធកាលមានសេដ្ឋីមួយញោមគាត់មិនជឿបនមិនជឿសិលមិនជឿទានហើយពោលពាក្យប្រមាថកាត់ទានប្រព្រឹត្តអាក្រក់ដល់ពេលគាត់ស្លាប់ទៅគាត់ចោលទ្រព្យសម្បត្តិគាត់ទាំងអស់គាត់ទៅកើតក្នុងកំណើតប្រែតមួយជាបរៈតតោបជីវីលូនលិតខ្ទុះឈាមកំរងសាកសពម៉ូតលិមួករត់គ្រប់ច្រកលហកដើម្បីរកចំណីអាហារស្រាប់តែនឹកឃើញដល់កូនទ្របអញសម្បត្តិអញនៅលើដៃកូនទាំងអស់កូនអញឡើងធ្វើជាសេដ្ឋីហើយអញទៅរកកូនអញសិនក្រែងលោអញបានចំណីអាហារបរិភោគរត់ទៅរយនេះបាននោះបានរត់មករកកន្លែងកូនគីឡូបានកូនគេឲ្យអីហូបស្រាប់តែមករត់ដល់ផ្ទះកំណើតរបស់គាត់នឹងវិច័យដនកូនគេលែងនៅនឹងបាត់អានឹងដូចស្រុកខ្មែរយើងសពថ្ងៃថាដីវាត្រូវប៉ាន់គេលក់បង្ហើយទៅនៅកន្លែងផ្សេងហើយខ្មោចឪពុកមករកកន្លែងដីចាស់ឬក៏ថាអ្នកខ្លះរត់ទៅនៅអាមេរិកកាំងបារាំងអង់គ្លេសអេស្ប៉ាញ៉ុលបាត់ទៅហើយខ្មោចឪពុកខំមករកកន្លែងចាស់អញ្ចឹងដែរណាហើយរឿងហ្នឹងមករកកន្លែងចាស់ហ្នឹងរកវាមិនឃើញដល់ទៅរត់រកឆ្លេឆ្លាទៅរត់ទៅដល់ក្រុងរាជក្រឹសទៅដល់ទៅបង្ហាញខ្លួនឲ្យស្ដេចអាជាតសត្រូវឃើញអាជាតសត្វរាជក៏លេចឃើញភ្លាមក៏ស្រែកផ្លាត់មាត់ទាំងល្ងាចថាណែហើយចុះលោកអ្នកបួសលោកទៅណាឃើញចម្លែកស្មានអ្នកបួសពុទ្ធសាសនាស្រុកហ្នឹងវាច្រើនណាប្រែតនោះក៏ឆ្លើយថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំគឺជាប្រែតប្រែតវាមិនដែលឃើញឮតែគេថាហើយប្រែតនឹងយ៉ាងម៉េចប្រែតនឹងពីមុនមកមនុស្សដូចតែលោកដែរប៉ុន្តែខ្ញុំនឹងវាមិនជឿសិលវាមិនជឿទានវាមិនបានធ្វើបុណ្យអីខ្ញុំមកកើតកំណើតមួយនេះរកទៅមនុស្សក៏មិនបានទៅទេវតាក៏មិនបានរកទៅចាប់ជាតិកំណើតវិញមិនបានមកកើតក្នុងកំណើតនេះអត់ចំណីអាហារលូនលិតខ្ទុះឈាមកំរងសាកសពម៉ូតលិមួកទឹកមាត់ទឹកស្លេះទឹកកំហាកទឹកសបោឃើញរបស់ល្អយកមកស្លៀកពាក់ក៏យកមិនបានទៅជាឆេះទៅជាក្តៅម្លោះហើយខ្ញុំទាញសក់ខ្ញុំយកមកតដប់ជុំវិញខ្លួនធ្វើជាខោអាវវាមិនដែលឃើញប្រែតដល់ប្រែតរៀបរាប់ប្រាប់អញ្ចឹងហើយចុះលោកទៅណាយើងមកនេះណាកូនទៅដើររកកូនព្រោះទ្របខ្ញុំខំរកបានប្រមាណមករិះធម្មមិនហ៊ានចាយវាមិនហ៊ានធ្វើបន់ឥឡូវខ្ញុំស្លាប់ចោលទ្របហ្នឹងហើយទ្របនៅលើដៃកូនខ្ញុំអត់បានយកមកជាមួយអញ្ចឹងខ្ញុំឃ្លានខ្ញុំទៅរកកូនគីឡូបានអីហូបមួយម៉ាត់មួយកអីហើយចុះលោករកកូនហ្នឹងរកឃើញហើយនៅអត់ឃើញទេឮតំណែងថាគេដូរផ្ទះហើយគេលែងនៅហ្នឹងហើយគេទៅនៅស្រុកអន្តកវិន្ទនគរបាត់ហើយអញ្ចឹងលោកគិតអ្មេចទៀតខ្ញុំទៅតាមរកដល់ស្រុកនោះទៀតឃើញលោបានព្រោះបើមិនទៅខ្ញុំមានអីទីពឹងអត់មានកូនចៅណាធ្វើបន់ឲ្យទេបើអញ្ចឹងខ្ញុំទៅឃើញលោបានអាជាត្រូវផ្ដាំតែឥឡូវលោកទៅរកកូនទៅចុះប៉ុន្តែរកឃើញក៏ដោយមិនឃើញក៏ដោយត្រូវតែត្រឡប់មកវិញមកប្រាប់ខ្ញុំម្ដងទៀតមកបង្ហាញខ្លួនឲ្យខ្ញុំឃើញម្ដងទៀតព្រោះខ្ញុំវាមិនដែលឃើញប្រែតផ្ទាល់អញ្ចឹងខ្ញុំឃើញទៀតខ្ញុំមានសំណួរច្រើនត្រូវសួរគ្រាន់តែប៉ុណ្ណេះប្រែតហ្នឹងក៏បាត់រូបទៅ